ករណីដែលថៃមិនចង់ឲ្យខ្មែរល្បីមិនមែនជារឿងពិបាកនោះទេពេលអានសំណេរនេះចប់ហើយនឹងដឹងមូលហេតុហើយ1ពេលខ្មែរល្បីខ្មែរមានឱកាសសាររើអ្វីដែលជារបស់ខ្លួនត្រឡប់មកវិញហើយពេលនោះពិភពលោកក៏ដឹងថាអ្នកណាជាម្ចាស់ពិតនឹងខ្លែងខ្លាយខណៈដែលគុណខ្មែរកំពុងតែរះត្រចះត្រចង់ហើយមានភ័ស្តុតាងនៅលើជញ្ជាំងប្រាសាទស្រាប់នេះគឺជាតម្រុយវែកញែករវាងម្ចាស់ដើមហើយនឹងចៅ2ច្រើនសតវត្សកន្លងមកហើយថៃបានខົບខិតជាមួយចៅលួចសម្បត្តិវប្បធម៌របស់ខ្មែរហើយថៃលួចយកទៅទុកភ័ស្តុតាងបង្ហាញថាខ្លួនជាម្ចាស់វប្បធម៌ហើយក៏ផ្ដាំតមកចៅខ្មែរថាជាអ្នកលួចចម្លងវប្បធម៌របស់គេទៅវិញ3ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិប្លង់រឹងខ្នាតយក្សថៃបានយកជ័យភ័ណ្ឌដែលដណ្ដើមពីខ្មែរតាមដំណាក់កាលប្រវត្តិសាស្ត្រទៅចុះក្នុងបញ្ជី UNESCO 4ដើម្បីបង្វែងដានជាតិខ្លួននិងអន្តរជាតិឲ្យវឹកវរថៃបានបង្កើតប្រវត្តិសាស្ត្រថ្មីហើយថៃថាអង្គរវត្តជារបស់ថៃដើម្បីឲ្យស្របរចនាបថនៃប្រាសាទខ្លួនយកពីខ្មែរដែលមានរចនាបថដូចអង្គរវត្តដែរសម្រាប់បិទបាំងប្រវត្តិសាស្ត្រពីភ្នែកពិភពលោកពីពាក្យថាទន្ទ្រាននិងកាន់កាប់5ស្របពេលដែលសិលាចារឹកជាទឹកតាំងសំខាន់បំផុតសម្រាប់ចង្អុលប្រាប់ម្ចាស់កម្មសិទ្ធិថៃបានសរសេរសិលាចារឹកคล้ายៗតម្កល់ក្នុងសារមន្ទីរជាតិដែលចារថាខ្លួន